ដោយសារតែជឿទៅលើហោរាព្រះរាជាក៏បានរៀបគម្រោងការសម្ងាត់ដើម្បីកម្ចាត់ខុនលួងព្រះស្ដេចកនប៉ុន្តែផែនការរបស់ព្រះអង្គបានឆ្លោះឆ្លួយហើយចុងក្រោយត្រូវបានស្ដេចកនកម្ចាត់វិញតោះចង់ដឹងបន្ថែមតាមដានវីដេអូនេះបន្ទាប់ពីសង្គ្រាមច្បាំងគ្នារវាងគ្នាបានស្ងាត់មួយរយៈនៅអំឡុងសតវត្សទី15មិនយូរប៉ុន្មានពោលគឺនៅសតវត្សទី16សង្គ្រាមក៏បានផ្ទុះឡើងជាបន្តបន្ទាប់ទៀតបន្ទាប់ពីព្រះបាទធម្មរាជាសោយទីវង្គតចៅពញាដាំខាត់រាជាដែលជាបុត្រាច្បងក៏បានឡើងសោយរាជបន្តក្រោមព្រះនាមថាព្រះបាទស្រីសុគន្ធបុត្រដែលសោយរាជនៅរាជធានីចតុមុខដែលក្រោយមកព្រះអង្គក៏បានបដូររាជធានីទៅទូបាសានវិញដោយសារទ្រង់មើលឃើញថាទីនោះអំណោយផលលើយុទ្ធសាស្ត្រការពារដោយមានបឹងទន្លេព្រៃក្រាស់ងាយស្រួលក្នុងការការពារពីការវាយលុកពីភាគីសត្រូវដែលមានបំណងចង់យាយីចំណែកឯក្រុងចតុមុខវិញទ្រង់បានប្រគល់ឲ្យព្រះអនុជបញ្ញាចន្ទរាជាដែលមានតួនាទីជាមហាឧបរាជឲ្យយាមការពារក៏ដូចជាមើលការខុសត្រូវផងដែរនៅគណៈពេលដែលព្រះបាទស្រីសុគន្ធបុត្រសោយរាជនៅរាជធានីទូបាសានទ្រង់បានតែងតាំងនាងសជាស្នំឯកដែលមាននាមថាកេសរបុប្ផាដូច្នេះហើយទើបគេហៅស្រុកនោះថាស្រីសឈរលុះក្រោយមកទៅជាស្រីសន្ធរវិញហើយប្អូនប្រុសរបស់នាងឈ្មោះថាកនក្រោយមកកនក៏បានគេដំឡើងឋានៈជាខុនលួងព្រះស្ដេចកនថ្ងៃមួយព្រះបាទស្រីសុគន្ធបុត្រគឺនៅអំឡុងឆ្នាំ1509នៃគ្រិស្តសករាជទ្រង់បានយល់ព្រះសុបិនឃើញអ្នកមួយក្បាលជាយាមដេញខំព្រះអង្គលុះព្រឹកឡើងទ្រង់បានឲ្យហោរាទេមើលថាសុបិននោះល្អឬក៏អាក្រក់ជើងលេខក៏បានចេញមកថាមានគ្រោះដោយសារតែខុនលួងព្រះស្ដេចកនដែលកើតឆ្នាំរោងដែលជាឆ្នាំតំណាងឲ្យសត្វនាគព្រះរាជាដោយខ្លាចកនក្បត់ដណ្ដើមរាជទាំងថ្ងៃក្រោយដោយដែលហោបានទាយព្រះបាទស្រីសុគន្ធបុត្រក៏បានប្រជុំជាមួយនឹងមន្ត្រីចំណិតដើម្បីរៀបចំផែនការសម្ងាត់សម្លាប់ស្ដេចកនប៉ុន្តែនៅគណៈពេលដែលកំពុងតែពិភាក្សានៅផែនការសម្ងាត់នោះស្នំឯកដែលជាបងស្រីរបស់ស្ដេចកនក៏បានលួចស្ដាប់ដឹងនៅផែនការទាំងនោះនាងក៏បានផ្ញើសម្បត្តិទៅប្រាប់ប្អូនប្រុសក្រោយមកព្រះរាជាក៏បានបញ្ជាឲ្យមន្ត្រីរៀបចំក្បួនដង្ហែព្រះអង្គទៅមាត់បឹងដើម្បីបង់សំណាញ់កំសាន្តដូចរាល់ដងក្នុងនោះស្ដេចកនក៏ត្រូវបានគេចាត់ឲ្យចូលរួមក្នុងការអមដំណើរព្រះរាជាដែរដោយអនុវត្តតាមផែនការសម្ងាត់កម្ចាត់ស្ដេចកនព្រះរាជាក៏បានប្រើល្បិចថាសំណាញ់ជាប់សម្រាប់ឈើមិនអាចលើកឡើងមកលើបានព្រះអង្គក៏បានបញ្ជាឲ្យស្ដេចកនលោតចុះជ្រមុជទឹកដើម្បីដោះសំណាញ់នោះស្ដេចកនក៏បានទទួលបញ្ជាឲ្យលោតចុះទឹកដែលធ្វើដូចជាអត់ដឹងរឿងអីហើយក៏ជ្រមុជចេញឆ្ងាយពីកន្លែងនោះទៅមន្ត្រីចំណិតក៏គិតថាស្ដេចកនបានចាញ់កលល្បិចនេះហើយពួកគេក៏នាំគ្នាបោះសំណាញ់ទាំងអស់គ្នាត្រង់កន្លែងដែលស្ដេចកនលោតចុះក្នុងគោលបំណងឲ្យស្ដេចកនជាប់សំណាញ់ស្លាប់នៅក្នុងទឹកនោះតែម្ដងចំណែកស្ដេចកនដែលរួចផុតពីគ្រោះថ្នាក់ក៏បានគេចខ្លួនទៅខេត្តបាភ្នំហើយបានកុហកចៅហ្វាយខេត្តផ្សេងថាខ្លួនបានទទួលបញ្ជាពីព្រះរាជាដើម្បីដើរកែនទ័ពក្នុងការធ្វើសង្គ្រាមជាមួយមហាឧបរាជចន្ទរាជាដែលជាព្រះអនុជរបស់ព្រះអង្គដែលមានបំណងប៉ុនប៉ងក្បត់ឡើងសោយរាជនៅចតុមុខក្រោយមកព្រះរាជាក៏បានទទួលដំណឹងថាស្ដេចកនមិនទាន់ស្លាប់ទេហើយកំពុងតែកែនទ័ពដើម្បីប្រឆាំងនឹងទ្រង់ផងនោះក៏បានឲ្យឪពុកនិងបងស្រីរបស់ស្ដេចកនសរសេរសម្បត្តិដើម្បីលបួងឲ្យស្ដេចកនត្រឡប់មករាជធានីទូបាសានវិញចំណែកឯមហាឧបរាជចន្ទរាជាបានលើពាក្យចចាមអារាមដែលថាខ្លួនចង់ក្បត់ដណ្ដើមរាជក៏ដឹងថាមិនស្រួលក៏ភ័យខ្លួននាំរាជវង្សានុវង្សសូមជ្រកកោននៅស្រុកទីមទៅក្រោយពេលដែលទទួលបានដំណឹងថាមហាឧបរាជចន្ទរាជាបានចេញពីប្រទេសហើយស្ដេចកនក៏បានធ្វើការវិលុកចូលរាជធានីទូបាសានដោយមិនអាចទប់ទល់នឹងស្ដេចកនបានព្រះបាទស្រីសុគន្ធបុត្រក៏បានដកទ័ពមកក្រុងចតុមុខស្ដេចកនក៏បន្តលើកទ័ពដេញតាមប្រហារវិបំបែកបន្ទាយនៅចតុមុខទៀតព្រះរាជាក៏បានដកទ័ពថយទៅបន្ទាយលង្វែកស្ដេចកនក៏នៅតែតាមប្រហារវិបំបែកបន្ទាយលង្វែកទៀតនៅឆ្នាំ1512នៃគ្រិស្តសករាជព្រះបាទស្រីសុគន្ធបុត្រក៏បានបោះទ័ពឈរជើងនៅបន្ទាយមួយនៃខេត្តអាសន្ទុកខណៈពេលនោះដែរទ័ពរបស់ស្ដេចកនឈរជើងនៅទូបាសានខុនលួងព្រះស្ដេចកនក៏បានប្រកាសតែងតាំងខ្លួនឯងជាមហាឧបរាជនៅទូបាសានក្រោយមកស្ដេចកនក៏បានសរសេរសម្បត្តិមួយច្បាប់ដើម្បីសុំចុះចូលនឹងព្រះរាជាដោយសំណូមពរឲ្យដោះលែងម្ដាយនិងបងប្អូនប៉ុន្តែព្រះរាជាបានបដិសេធនិងគំរាមសម្លាប់ម្ដាយនិងបងប្អូនស្ដេចកនចោលទាំងអស់បើមិនព្រមចូលខ្លួនមកមុនទេស្ដេចកនក៏បានចល័តទ័ពទៅជិតអាសន្ទុកដើម្បីរកមធ្យោបាយក្នុងការជួយសង្គ្រោះគ្រួសារគណៈពេលនោះដែរមានមន្ត្រីម្នាក់ដែលស្មោះស្ម័គ្រស្រឡាញ់ស្ដេចកនក៏បានប្រាប់កលល្បិចមួយគឺធ្វើជាឲ្យស្ដេចកនចាត់ខ្លួនថាក្បត់ហើយក៏បានដឹកនាំទ័ពជាង200នាក់ទៅចុះចូលនឹងព្រះរាជាទន្ទឹមនឹងនោះដែរស្ដេចកនក៏បាននាំទ័ពវាយលុកចូលបន្ទាយស្ទឹងសែនហើយព្រះបាទស្រីសុគន្ធបុត្រក៏ត្រូវបានគេធ្វើឃាតនៅបន្ទាយស្ទឹងសែនក្នុងឆ្នាំ1512នៃគ្រិស្តសករាជក្រោយពេលដែលស្ដេចកនត្រឡប់មករាជធានីទូបាសានវិញខ្លួនក៏បានប្រកាសឡើងគ្រងរាជសម្បត្តិក្នុងជន្មាយុ29 វស្សាដែលមានរាជនាមថាស្រីជេដ្ឋាធិរាជរាមាធិបតី